បាទសួស្តីបងប្អូនអរគ្នាហើយយើងជួបគ្នាបន្តនៅក្នុងវីដេអូទី4ចុះវីដេអូទី4នេះគឺសំដៅទៅលើរបៀបនៅក្នុងការគូ 3D part នៅក្នុង Fusion Berry Hook អញ្ចឹងនៅក្នុងនេះគឺរូបទី4នេះគឺ easy ជាងគេអ្នកគ្នាស្រួលជាងគេគឺអត់ពិបាកទេនេះវាដាក់ easy មែនតើអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅតែម្ដងណាចឹងយើងចូល Fusion របស់យើងចូលទៅកន្លែងនេះគឺយើង save វាមក save ដាក់ exercise 4 04 អូខេចឹងនៅក្នុងនេះគឺយើងដំបូងយើងត្រូវមើលទៅលើdrawing របស់យើងមើលពីរបៀបម៉េចយើងមើលពី front ទៅគឺបែបហ្នឹងមើលពីមុខចំពីមុខប្លង់បើមើលពីលើគឺរបៀបនៅក្នុងការ view path យើងត្រូវ view ពី front ឬក៏ពី top យើងអត់កំណត់ទេប៉ុន្តែយើងត្រូវដឹងថាតើ view ពីខាងណាដែលមាន detail ច្រើនជាងគេ detail គឺសំដៅទៅលើ information ឬក៏ព័ត៌មានដែលយើងអាចមើលឃើញច្រើនជាងគេបំផុតអានោះយើងអាច view ធ្វើជា main view អ្នកគ្នាទាំងកន្លែងនេះគឺខ្ញុំរូបរាងវាបែបនឹងដូចជារបៀបដងហើយមានអីប៉ុងអញ្ចឹងទៅអញ្ចឹងយើងអត់ខ្វល់អានឹងជារូបអីទេប៉ុន្តែខ្ញុំគូឲ្យចេញអញ្ចឹងណាអញ្ចឹងដំបូងខ្ញុំចាប់ផ្ដើមគូsnow នេះមុនអញ្ចឹងយើងមើលកັບចិត្តរបស់វាគឺ40អត់មានពិបាកទេកម្រាស់របស់វាគឺ30អញ្ចឹងយើងត្រូវគូអានឹងសិនអញ្ចឹងខ្ញុំត្រូវយក top យកមើលពីលើណាខ្ញុំមើលពីលើអញ្ចឹងក្នុងនេះខ្ញុំយក top ខ្ញុំយក top មានថាខ្ញុំ view របស់ខ្ញុំគូចេញពីមើលពីលើទៅអញ្ចឹងយើងមើលគឺរង្វង់របស់វារង្វង់ខាងក្រោមវាហ្នឹងគឺរង្វង់40កັບចិត្ត40កម្រាស់30អ្នកគ្នាខ្ញុំចាប់ផ្ដើមបង្កើត sketch មួយហើយខ្ញុំចាប់ផ្ដើមគូរង្វង់កັບចិត្ត40ហើយនឹងកម្រាស់30 40អូខេហើយកម្រាស់វា30ប៉ុណ្ណឹងយកកម្រាស់មកគឺអក្សរ E extrude 30 easy គេនេះបានមួយបាទអានេះ easy ជាងគេណានេះអញ្ចឹងតបមកខ្ញុំចាប់ផ្ដើមខ្ញុំចាប់ផ្ដើមបន្ថែមដងឲ្យវាមកអញ្ចឹងបន្ថែមដងខ្ញុំត្រូវបង្កើតដងឲ្យវាគឺខ្ញុំបន្ថែម sketch មួយទៀតអញ្ចឹងគឺយើងចូលទៅមើល detail បន្តិចអានេះកັບចិត្តរបស់វាតែ20ទេកម្រាស់វា30ដែរ easy អញ្ចឹងយើងគូមក20ហើយយើងយកកម្ពស់វា30ដែរដូចជាមើលងាយពេកហើយលំហាត់នេះ yes អញ្ចឹងប៉ុណ្ណឹងយើងមើលនេះ easy អានឹង easy មែនតើគូអត់បាន1នាទីផង1នាទីហើយបាត់ហើយចុះវាមានអីពិបាកឯអ្នកគ្នាណាបើយើងស្គាល់មូលដ្ឋានរបស់វាច្បាស់យើងចេះគូច្បាស់គឺអូខេយើងដឹងមានថាយើងត្រូវចេះមើល drawing វាយើងមើល drawing វាច្បាស់យើងដឹងថាត្រូវគូចេញពីណាទៅយើងចេះគណនាຂ្នាតរបស់វាយើងគូតែមួយ plate ហើយអញ្ចឹងលំហាត់ទី4គឺមានប៉ុណ្ណឹងអ្នកគ្នាប្រហែលជា2ទៅ3នាទីវីដេអូយើងបែបនេះណា view home yes view front view top view right home okay